สุดท้ายมาปนตัวคนนี้เตียงmột phẩy pram khát krong ថ្ងៃនេះខ្ញុំមកបង្ហាញវិធីប្រើណែទៅលើ EQ មកបង EQ ណែ31 Pro ណែរបស់ Kaoyo មកបងសម្រាប់ EQ graphic នេះគឺវិធីប្រើវាគឺងាយទេបើបងប្អូនយកទៅបើយើងចង់បន្ថែមបន្ថយសលេងអញ្ចឹងយើង move volume នេះហ្នឹងហើយនេះអានេះគឺប្រហែល dB អញ្ចឹងណាអញ្ចឹងយើងដាក់ត្រឹម94 dB នេះទៅហើយបងប្អូនចង់តម្លាក់សលេងវាឬក៏តម្លើងសលេងរបស់ kHz របស់វាបងប្អូនចុចទៅលើ volume ខាងឆ្វេងដៃនេះមកណាចុចពឹបនេះអញ្ចឹងបងប្អូនសង្កេតមើលតើតនិចវាចុចត្រូវត្រង់ណាអញ្ចឹងបងប្អូនឧទាហរណ៍ថាបងប្អូនត្រូវការ20 ចាំផ្លែតបងប្អូនត្រូវការសេរី800 kHz នេះអញ្ចឹងបងប្អូនមកមូល volume ខាងស្ដាំដៃនេះតម្លើងណាតម្លើងមកគឺវានឹងឡើងឃើញទេហ្នឹងហើយយើងចង់បញ្ចុះយើងមូលវាមកហ្នឹងហើយអញ្ចឹងបើបងប្អូនត្រូវការតម្លើងតាណាទៀតណាអញ្ចឹងយើងមូលមកនេះតាមត្រូវការរបស់យើងឃើញទេហ្នឹងហើយនេះឃើញទេបងប្អូនឃើញវារត់ទៅតាមនឹងអត់នេះអញ្ចឹងបើយើងចង់តម្លើងអេគុយយើងមូលមកខាងនេះមកតម្លើងទៅណាបើតាណាលើសអញ្ចឹងបងប្អូនអាចតម្លើងវាបានឬក៏ខ្វះអញ្ចឹងបងប្អូនតម្លើងវាបានហើយពេលដែលចម្រៀងមានសាច់ចម្រៀងចូលមក music ចូលមកគឺកាបសលេងវានឹងរត់ឲ្យយើងមើលតើតាណាខ្វះឬក៏លើសអីគឺវាសំដែងទៅលើនឹងបដ ாய் ឧទាហរណ៍ចាំមើលខ្ញុំនឹងសាកចម្រៀងឲ្យស្ដាប់ឃើញទេវាឃើញកាបសលេងចឹងពេលដែលតាណាលើសឬក៏ខ្វះបងប្អូនអាចចុចកន្លែង volume ខាងឆ្វេងដៃចុចពឹបគឺតនិចហ្នឹងនេះឃើញទេចឹងបងប្អូនមូលមកនេះវារត់មកហ្នឹងហើយចង់បន្ថែមបន្ថយតាណាហ្នឹងហើយបងប្អូនអាចតម្លើងវានេះទៅនេះឃើញទេចឹងយើងតម្លាក់មកកន្លែងដើមវិញមកចឹងបើយើងស្ទើតាណាយើងសេរីបានចឹងណាហើយបើយើងមានអារម្មណ៍ថាយើងសេរីត្រូវហើយបងប្អូនចុចពាក្យ save ទៅយើង save ទុកណា save ទុកគឺល្អបំផុតហើយចុចពាក្យ2ដងមកនេះឧទាហរណ៍ថាបងប្អូនចង់ save ទៅរបបលេខប៉ុន្មានហ្នឹងហើយទៅលេខ8អញ្ចឹងឬក៏លេខ9អញ្ចឹងបងប្អូនស្រឡាញ់លេខណាអញ្ចឹងបងប្អូនចុចពាក្យ save មួយទៀតមកហ្នឹងហើយគឺវា save ទុកបាត់ហើយអញ្ចឹងបើបងប្អូនត្រូវការឆែកកដាលនេះហ្នឹងហើយឆែកកដាលនេះអញ្ចឹងមិញវាលេខ9មែនអត់អញ្ចឹងខ្ញុំនឹងចុចទៅរកលេខ9ហើយយើងចុចកដាលមួយទៀតទៅហ្នឹងហើយគឺវាលឺសលេងដើមហ្នឹងហើយអញ្ចឹងរបបនេះខ្ញុំសេវទុកច្រើនឧទាហរណ៍ថាខ្ញុំត្រូវការឆែកមករបបទៀតដែលខ្ញុំសេវឧទាហរណ៍ថាលេខ1អញ្ចឹងបងប្អូនមូលវាខាងនេះក៏បានខាងនោះក៏បានដែរនេះមូលមកលេខ1ទៅមួយហើយបងប្អូនចុចកដាលមួយទៀតទៅនេះសលេងផ្សេងហ៎នេះរៀងអេគុយរៀងខ្លាំងអញ្ចឹងបងប្អូនមកលេខ9វិញមូលវាមកលេខ4ទៅបងប្អូនចុចកដាលទៅនេះហើយមកវិញអញ្ចឹងវិធីប្រើវាគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយបងប្អូនបើថាបងប្អូនមានអារម្មណ៍ថាសលេងវាខ្លាំងឬក៏ខ្សោយឯងបងប្អូននេះបន្ថែមបន្ថយសលេងឃើញទេនេះបាយអត់បងគឺងាយខ្លាំងមែនតើចឹងវិធីប្រើវាគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើបងប្អូនចេះប្រើហើយចេះស្ដាប់សលេងទៀតគឺល្អខ្លាំងមែនតើណាតាណាលើសតាណាខ្វះអញ្ចឹងបងប្អូនបានសលេងមួយព្រោះច្បាស់ល្អណាអេគុយអីគឺអត់ចាក់តិចយើងបើយើងចេះបន្ថែមបន្ថយទៅលើ kHz របស់វានេះណាអញ្ចឹងបើយើងដឹងថាតាណាដែលវាធ្វើឲ្យតិចយើងវាទប់អត់ជាប់ណាមានអារម្មណ៍ថាញ៉ាវអញ្ចឹងបងប្អូនតម្លាក់ទៅតាមនឹងទៅហើយមួយទៀតគឺយើងអត់អាចបងប្អូនអត់អាចតម្លាក់ឲ្យស្រេចទេដោយសារតែអេគុយធុងបាសយើងគឺខុសៗគ្នាអញ្ចឹងបងប្អូនតម្លាក់ពីនេះចេញច្បាស់ល្អហើយទៅដល់នោះវាអាចបងប្អូនប្រើអេគុយផ្សេងអញ្ចឹងវាចេញញ៉ាវផ្សេងសែលផ្សេងអញ្ចឹងវាចេញញ៉ាវផ្សេងយើងបានតែសារ៉េមកបរោះមកល្មមទៅទេបើឲ្យយកស្អាតបដ ாய் បងប្អូនយកទៅបន្ថែមបន្ថយខ្លួនឯងណាអញ្ចឹងវិធីប្រើវាគឺមានតែប៉ុណ្្នឹងអូខេជម្រាបលា